បាទសួស្តីថ្ងៃនេះខ្ញុំមកចែករំលែកជាមួយនឹងការដោះស្រាយបញ្ហាដែលកុំព្យូទ័រយើងវាបង្ហាញពណ៌ខ្មៅ black background ដើម្បីដោះស្រាយបញ្ហានឹងបានពីដំបូងយើងចូលក្នុងកន្លែងប៊ូតុង search យើងឃើញមើលនេះវាមានន័យថាវាយើងពិបាកក្នុងការមើលវា load ខ្លាយពីធម្មតាអញ្ចឹងណានេះឃើញអញ្ចឹងវាពិបាកមើលវាខ្មៅដើម្បីដោះស្រាយបញ្ហានឹងបានដំបូងយើងចូលទៅក្នុង search យើងវាយ background ដាក់ background នេះយើងយកពាក្យ background ហើយ image setting ចូលមកបន្តមកទៀតនៅក្នុងនេះអានេះជា background វានេះជា color ហើយយើងចង់ដូរពណ៌ color អញ្ចឹងណានេះ lock screen item អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅក្នុងកន្លែងនេះយើងចូលកន្លែងនេះយើង relate setting នេះកន្លែងនេះគឺ high contrast setting យើងចុចកន្លែង high contrast setting នេះមកនេះ high contrast setting ក្នុងនេះវាមាននេះដោយសារតែកុំព្យូទ័រហ្នឹងមានអ្នកចុចពីមុនមានន័យថាគាត់ចុច on ណាអញ្ចឹងបើចុច on វានឹង load ផ្ទាំងដែលមានពណ៌ខ្មៅដែលធ្វើឲ្យយើងពិបាកមើលអញ្ចឹងដើម្បីឲ្យវាទៅពណ៌ដូចដើមវិញយើងចូលទៅអោបកន្លែងហ្នឹងនេះឬក៏យើងអាចប្រើហើយ fresh key នេះ shortcut គេខាងក្រោមនឹងបានតែបើសិនជាយើងអត់ចាំតើតងនឹង shortcut key ទេយើងចូលទៅក្នុងដូចដែលខ្ញុំបានបង្ហាញហ្នឹងទៅវាងាយស្រួលជាងតើមកយើងចុចអោបណាចុចអោបកន្លែងនេះមកវានឹងចាប់ផ្ដើមដំណើរការឲ្យយើងរងចាំអញ្ចឹងបន្ទាប់ពីខ្ញុំចុច on មកចុចអោបវិញមកវា load ធម្មតាដូចដើមវិញអញ្ចឹងតើតងនឹងការដោះស្រាយបញ្ហា background ដែលមានពណ៌ខ្មៅដែលធ្វើឲ្យយើងវាពិបាកមើលមានតែប៉ុណ្្នឹងទេអញ្ចឹងវីដេអូនេះបើសិនជាបងប្អូនមើលកន្លែងណាអត់ច្បាស់អីអាច comment សួរបានខាងក្រោមខ្ញុំនឹងឆ្លើយតបរាល់ការ comment របស់បងប្អូនទាំងអស់បាទសូមអរគុណ